បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំបាទបូរ៉ានឹងមានវីដេអូមួយបាទមកប្រាប់បងប្អូនអំពីវិធីស្ងោរពងទាកូនទឹកដូងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនណាបាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំយកពងទាកូនចំនួន40គ្រាប់បងប្អូនណានឹងមានគ្រឿងផ្សំនោះបាទមានស្លឹកក្រូចសើចបាទមានគល់ក្រីមានរំដេងមានអំបិលនិងស្ករសមានម្សៅស៊ុបបងប្អូនណាហ្នឹងហើយដើម្បីយើងដាក់បន្ថែមនៅរសជាតិបាទឲ្យវាមានជាតិរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ពងទាកូនចូលទៅក្នុងឆ្នាំងតែម្ដងទៅបងប្អូនណាហ្នឹងហើយបាទបាទបន្ទាប់ពីយើងដាក់ពងទាកូនចូលទៅក្នុងឆ្នាំងហើយបងប្អូនចាប់ផ្ដើមបាទដាក់នៅគ្រឿងឈ្ងុយចូលតែម្ដងបងប្អូនហ្នឹងហើយសម្រាប់គ្រឿងឈ្ងុយហ្នឹងបងប្អូនមានស្លឹកក្រូចសើចបាទមានរំដេងមានគល់ក្រីបាទហ្នឹងហើយបាទយើងចាប់ផ្ដើមដាក់ចូលមកតែម្ដងបន្ទាប់ពីយើងបានបង់គល់ក្រីរំលែងស្លឹកក្រូចសើចហើយអស់ហើយបងប្អូនចាប់ដើមចាក់ទឹកដូងចូលតែម្ដងមកពុកម៉ែបងប្អូនគ្នាបានហ្នឹងហើយអញ្ចឹងសម្រាប់ពងទាកូនស្ងោរទឹកដូងនេះខ្ញុំយកដូងចំនួន2ផ្លែបងប្អូនណាដើម្បីយកមកដាក់ស្ងោរអញ្ចឹងបងប្អូនគ្នាដោយសារតែពងទារបស់ខ្ញុំនឹងយើងច្រើនដែរបាទខ្ញុំយកមក40គ្រាប់ដើម្បីដាក់ស្ងោរអញ្ចឹងពុកម៉ែបងប្អូនគ្នាបាទហ្នឹងហើយបន្ទាប់បងប្អូនបានចាក់ទឹកដូងរួចរាល់ហើយបងប្អូនចាប់ផ្ដើមមកបង់នៅគ្រឿងបងប្អូនហ្នឹងហើយបងប្អូនបង់ប៊ីចេងបងប្អូនណាបងប្អូនដាក់ប៊ីចេងប្រហែលជាមួយស្លាបព្រាបងប្អូនហ្នឹងហើយបន្ទាប់បងប្អូនដាក់ប៊ីចេងហើយបាទបងប្អូនដាក់នៅអំបិលហ្នឹងបងប្អូនដាក់តែប្រហែលជាកន្លះស្លាបព្រាបាយបានហើយបងប្អូនណាហ្នឹងហើយបន្ទាប់ហើយបងប្អូនចាក់ម្សៅស៊ុបបងប្អូនណាដើម្បីយើងបន្ថែមនៅរសជាតិឲ្យវាកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនគ្នាហ្នឹងហើយបាទហ្នឹងហើយបន្ទាប់ពីយើងបានលាយគ្រឿងក្រូចហើយបងប្អូនចាប់ដើមលើកដាក់លើចង្ក្រានតែម្ដងបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់យើងដាក់ស្ងោរពងទាកូននេះរយៈពេលប្រហែលជា15នាទីបងប្អូនណាហ្នឹងហើយបាទអញ្ចឹងសម្រាប់ពងទាដែលយើងបានដាក់ស្ងោរហ្នឹងគឺបានឆ្អិនហើយបងប្អូនណាហ្នឹងហើយបាទឥឡូវយើងចាប់ផ្ដើមស្រង់ពងទាហ្នឹងដាក់ចូលក្នុងកញ្ច្រែងតែម្ដងមកពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយបាទពងទាកូនដែលយើងបានស្ងោរហ្នឹងគឺឆ្អិនហើយបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហ្នឹងហើយបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា